okនេះគឺជារបៀបដកលុយពី PayPal ចូលទៅកាន់ធនាគារ Exida អញ្ចឹងជំហានដំបូងយើងចូលមក balance របស់យើងចូលមក balance យើងនឹងឃើញ transfer នឹងពាក្យថា transfer នៅកន្លែងនេះអញ្ចឹងយើងចុចលើ transfer នឹងមកអូខេអញ្ចឹងគេតម្រូវឲ្យខ្ញុំ scan កញ្ចៅដៃ login សាថ្មីបាទអញ្ចឹងកន្លែងហ្នឹងគឺមាននេះ2ជម្រើសព្រោះខ្ញុំបានដាក់ Visa card ចូល add Visa card មាន Exida ហើយនិង AVA អញ្ចឹងខ្ញុំមាន2ហ្នឹងយើងយកអានេះក៏គេកាត់$5ឥឡូវនេះក៏កាត់$5ដូចគ្នាប៉ុន្តែជម្រើសដកគឺត្រូវយកឥឡូវនេះឥឡូវនេះអានេះ Exida អានេះABA អញ្ចឹងខ្ញុំយក Exida ដកភ្លាមចូលភ្លាមខាងលើនេះអានេះកាត Exida អញ្ចឹងយកលើ Exida គ្រីសលើ Exida នេះចេញសញ្ញាគ្រីសនេះហើយបន្ទាប់មកយើងចុច next ខាងក្រោមនេះអូខេចុច next ហើយដាក់ចំនួនដែលយើងត្រូវការដកមិញដូចជាមាន142ជាងឥឡូវដាក់តែ142ចុះបាទអញ្ចឹងយើងចុច next 142អញ្ចឹងក្នុង balance របស់យើងគឺមានប៉ុណ្ណេះអញ្ចឹងយើងដាក់142កាត់អស់$5ហើយនៅសល់137អញ្ចឹងយើងចុច transfer កន្លែងហ្នឹងអូខេប៉ុណ្ណឹងតមកយើងចុចតាមអូខេរួចរាល់អស់លេខលុយរបស់យើងគឺអស់ហើយបាទហើយបន្ទាប់មកយើងចូលទៅ Exida របស់យើងបាទ Exida យើងមើលចូលទៅ Exida អូខេអញ្ចឹងខ្ញុំចូលគណនីបាទអញ្ចឹងខ្ញុំបិទតិចសិនអញ្ចឹងយើងចូលមកគណនីរបស់យើងនេះគឺចូលមកហើយឡើងបាទនេះបូក137មិញនេះខាងលើហ្នឹង137មិញហ្នឹងបាទបាទយើងដកភ្លាមចូលភ្លាមបាទហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេបាទពីរបៀបដកបាទយើងដកភ្លាមចូលភ្លាមជាមួយនឹងធនាគារ Exida បាទបើជាមួយនឹងកាត AVA គឺយូរបាទគឺរងចាំរយៈពេល3ថ្ងៃបាទ